របៀបស្នើសុំលិខិតអនុញ្ញាតនាំចូលនាំចេញផលិតផលសុខាភិបាលទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់ស្ថិតក្រោមលេខប្រព្រឹត្តកម្មរបស់ក្រសួងសុខាភិបាលតាមប្រព័ន្ធបញ្ចូលតែមួយជាតិប្រព័ន្ធបញ្ចូលតែមួយជាតិគឺជាប្រព័ន្ធអនឡាញអាចប្រើប្រាស់បានគ្រប់ទីកន្លែងទាំងអស់នៅលើកុំព្យូទ័រឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀតដូចជា tablet, smartphone ជាដើមដែលមានភ្ជាប់បណ្ដាញអ៊ីនធឺណិតតាមរយៈការបើកមើលគេហទំព័ររបស់ប្រព័ន្ធនៅលើ browser ការបង្កើតគណនីការប្រើប្រាស់ប្រព័ន្ធត្រូវបានកំណត់ដោយ email និង password ដែលពិនិត្យនិងអនុម័តដោយលេខាធិការដ្ឋានប្រព័ន្ធបញ្ចូលតែមួយជាតិដូច្នេះអ្នកប្រើត្រូវចុះឈ្មោះដើម្បីបានគណនីប្រើប្រាស់ជាមុនសិនដើម្បីចុះឈ្មោះគណនីដំបូងអ្នកប្រើប្រាស់ត្រូវចុចប៊ូតុងបង្កើតគណនីដោយវាបញ្ចូលនៅព័ត៌មានចាំបាច់មួយចំនួនតាមប្រអប់ទិន្នន័យដែលមាននៅលើផ្ទាំងចុះឈ្មោះមានដូចជាឈ្មោះ page អាសយដ្ឋាន email និងលេខសម្ងាត់ជាដើមមុននឹងចុចប៊ូតុងដាក់ស្នើនៅពេលដែលចុះឈ្មោះបានជោគជ័យអ្នកប្រើប្រាស់អាចចូលក្នុងប្រព័ន្ធនេះតាមរយៈ email និងលេខសម្ងាត់ដែលបានកំណត់ខាងលើរួចអាចចុះឈ្មោះក្រុមហ៊ុនរបស់ខ្លួនដោយត្រូវបំពេញព័ត៌មានដូចជាព័ត៌មានម្ចាស់ក្រុមហ៊ុនព័ត៌មានអំពីក្រុមហ៊ុនដែលភ្ជាប់ជាមួយនឹងឯកសារពាក់ព័ន្ធផ្សេងៗរួចដាក់ស្នើទៅកាន់លេខាធិការដ្ឋានបញ្ចូលតែមួយជាតិដើម្បីពិនិត្យនិងអនុម័តបន្ទាប់ពីទទួលបានការអនុម័តគណនីរបស់អ្នកនឹងមានតួនាទីជាម្ចាស់ក្រុមហ៊ុនករណីគណនីរបស់ម្ចាស់ក្រុមហ៊ុនមានរួចហើយអ្នកគ្រាន់តែស្នើគណនីម្ចាស់ក្រុមហ៊ុននេះទាញគណនីរបស់អ្នកភ្ជាប់ចូលជាមួយគ្នាតាមរយៈអាសយដ្ឋានអ៊ីមែលរបស់អ្នកជាការស្រេចពេលដែលមានគណនីប្រើប្រាស់រួចហើយយើងអាចចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធបានដោយចូលទៅគេហទំព័ររួចបំពេញអ៊ីមែលនិង password រួចចុចប៊ូតុងចូលគណនីតាប្លូអ្នកប្រើគឺជាគេហទំព័រដំបូងគេដែលអ្នកប្រើនឹងឃើញបន្ទាប់ពី login ដោយជោគជ័យដែលនៅលើតាប្លូនេះផ្ដល់នូវមុខងារសំខាន់ៗគ្រប់ដណ្ដប់វិសាលភាពនៃសេវាកម្មដែលផ្ដល់ជូនដោយប្រព័ន្ធរួមមានកន្លែងផ្លាស់ប្ដូរភាសា profile របស់អ្នកប្រើនៅផ្នែកខាងស្ដាំលើមានរបារបញ្ជាឬរបារម៉ូនុយផ្ទាំងគ្រប់គ្រងដែលអាចឲ្យអ្នកប្រើតាមដានស្ថានភាពពាក្យស្នើសុំនិងលិខិតអនុញ្ញាតផ្សេងៗដែលខ្លួនបានធ្វើប្រតិបត្តិការកន្លងមកឯកសារបានបដិសេធអត្រាប្តូរប្រាក់ទោះបីអ្នកប្រើស្ថិតនៅលើផ្នែកណាមួយនៃគេហទំព័ររបស់ប្រព័ន្ធក៏ដោយក៏អ្នកប្រើអាចចូលមកតាប្លូអ្នកប្រើដំបូងគេនេះដោយចុចលើ logo របស់ប្រព័ន្ធនៅផ្នែកខាងឆ្វេងលើនេះការបំពេញឯកសារសម្រាប់ស្នើសុំសម្រាប់ការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតថ្មីពីក្រសួងសុខាភិបាលត្រូវចូលទៅម៉ូនុយ Module នោះវានឹងបង្ហាញប្រភេទដាក់ពាក្យស្នើសុំផ្សេងៗច្រើនប្រភេទរើសយកពាក្យស្នើសុំលិខិតអនុញ្ញាតក្នុងទំព័របន្ទាប់មានប្រអប់ត្រូវរើសក្រសួងសុខាភិបាលនិងជ្រើសរើសប្រភេទពាក្យស្នើសុំ DDF រួចចុចលើប៊ូតុងបង្កើតថ្មីរួចវានឹងបន្តចូលទៅទំព័រមួយទៀតឲ្យយើងបំពេញព័ត៌មានបន្ថែមនៅលើទំព័រថ្មីនេះអ្នកប្រើត្រូវវាយបញ្ចូលព័ត៌មានលើទម្រង់បំពេញទិន្នន័យសម្រាប់បង្កើតសេចក្តីព្រាងពាក្យស្នើសុំរបស់យើងត្រូវវាយបញ្ចូលនៅព័ត៌មានចាំបាច់ដែលរៀបតាមលំដាប់តាមផ្នែកនីមួយៗមានដូចជាបឋមកថាធុរជនការដឹកជញ្ជូនវិក័យប័ត្រមុខទំនិញការទូទាត់និងផ្សេងទៀតឯកសារយោងសាវនកម្មនៅលើទម្រង់បំពេញទិន្នន័យរបស់ប្រព័ន្ធបញ្ចូលតែមួយជាតិសម្រាប់ប្រអប់ពណ៌លឿងគឺតម្រូវឲ្យវាយបញ្ចូលព័ត៌មានជាចាំបាច់ហើយប្រអប់ផ្សេងតម្រូវឲ្យវាយបញ្ចូលបើសិនជាមានព័ត៌មានហើយប្រអប់ព័ត៌មានមួយចំនួនត្រូវបានបំពេញដោយស្វ័យប្រវត្តិដូចជាលេខយោងពាក្យស្នើសុំប្រភេទឯកសារលេខកូដនិងឈ្មោះឯកសារជាដើមដែលប្រអប់ទាំងនេះមានពណ៌ប្រផេះយើងមិនចាំបាច់វាយបញ្ចូលនោះទេក្នុងផ្នែកបឋមកថាយើងត្រូវជ្រើសរើសក្នុងប្រអប់ប្រភពដើមដោយចុចលើ import សម្រាប់ពាក្យស្នើសុំនាំចូលឬ export សម្រាប់ពាក្យស្នើសុំនាំចេញហើយនៅក្នុងដំណើរការនេះអ្នកប្រើត្រូវតែចុច save ប៊ូតុងនៅខាងស្ដាំដៃខាងលើដែលហៅថារក្សាទុកដើម្បីអាចចូលទៅបំពេញព័ត៌មាននៅលើផ្នែកបន្តបន្ទាប់ទៀតបានយើងគួរតែ save ពេលដែលបំពេញផ្នែកនីមួយៗចប់ដើម្បីជៀសវាងរាល់ព័ត៌មានដែលបានបំពេញនឹងត្រូវបាត់បង់ដោយប្រការណាមួយដូចជាដាច់ភ្លើងឬដាច់អ៊ីនធឺណិតជាដើមបន្ទាប់មកអ្នកប្រើនឹងត្រូវបំពេញព័ត៌មានក្នុងផ្នែកធុរជនដែលនៅទីនេះត្រូវវាយបញ្ចូលព័ត៌មានអ្នកនាំចេញដោយបំពេញឈ្មោះក្រុមហ៊ុននាំចេញនិងជ្រើសរើសប្រទេសនាំចេញបន្ទាប់ពីបំពេញព័ត៌មានក្នុងផ្នែកនេះរួចរាល់យើងត្រូវចូលទៅផ្នែកការដឹកជញ្ជូនម្ដងដើម្បីបំពេញព័ត៌មានលម្អិតពីមធ្យោបាយដឹកជញ្ជូនមានដូចជារបៀបនៃការដឹកជញ្ជូន
ប្រទេសដើមប្រទេសគោលដៅលេខសម្គាល់មធ្យោបាយដឹកជញ្ជូនច្រកចេញច្រកចូលប្រទេសដើមកំណើតទំនិញបើសិនជាការដឹកជញ្ជូនមាន transit ឬឆ្លងកាត់ច្រកនៃប្រទេសដទៃមុននឹងមកដល់ប្រទេសកម្ពុជាយើងត្រូវចុចលើប៊ូតុងបូករួចបំពេញទិន្នន័យឆ្លងកាត់ឲ្យរួចរាល់បន្ទាប់ពីបំពេញព័ត៌មានក្នុងផ្នែកនេះរួចរាល់យើងត្រូវចូលទៅផ្នែកវិក័យប័ត្រម្ដងក្នុងផ្នែកនេះត្រូវជ្រើសរើសលក្ខខណ្ឌពាណិជ្ជកម្មអន្តរជាតិឬ Incoterm និងប្រភេទរូបិយប័ណ្ណបន្ទាប់ពីបំពេញព័ត៌មានក្នុងផ្នែកនេះរួចរាល់យើងត្រូវចូលទៅផ្នែកមុខទំនិញម្ដងដែលក្នុងផ្នែកនេះអ្នកប្រើនឹងត្រូវវាយបញ្ចូលទិន្នន័យទាក់ទងនឹងមុខទំនិញនីមួយៗដែលមានក្នុងវិក័យប័ត្រមានជម្រើស2ក្នុងការបំពេញទិន្នន័យក្នុងផ្នែកនេះគឺទី1វាយបញ្ចូលទិន្នន័យដោយផ្ទាល់លើប្រព័ន្ធសម្រាប់មុខទំនិញម្ដងមួយមុខទំនិញរហូតទាល់តែគ្រប់មុខទំនិញហើយទី2វាយបញ្ចូលទិន្នន័យលើទម្រង់ Excel ដែលអាច download ពីទាញយកទម្រង់គំរូរួច upload ផ្ទុកឡើងទម្រង់គំរូទៅលើប្រព័ន្ធម្ដងជាការស្រេចសម្រាប់វិធីទី1គឺចាប់ផ្ដើមដោយចុចប៊ូតុងបន្ថែមនៅពេលនោះប្រព័ន្ធនឹងលោតចេញទម្រង់ទិន្នន័យសម្រាប់មុខទំនិញមួយមុខដែលតម្រូវឲ្យវាយបញ្ចូលព័ត៌មានរបស់មុខទំនិញនោះបំពេញរួចរាល់ត្រូវចុចរក្សាទុកបន្ទាប់មកយើងនឹងឃើញមុខទំនិញនេះនឹងបង្ហាញនៅលើតារាងបញ្ជីផ្នែកខាងក្រោមអ្នកប្រើនឹងត្រូវធ្វើដូចគ្នាសម្រាប់មុខទំនិញដទៃទៀតរហូតទាល់តែអស់មុខទំនិញដែលមានក្នុងវិក័យប័ត្របើសិនជាបញ្ចូល10មុខទំនិញនោះតារាងបញ្ជីនឹងបង្ហាញទាំង10មុខទំនិញសម្រាប់វិធីទី2អ្នកប្រើអាចចាប់ផ្ដើមដោយចុចទាញយកទម្រង់គំរូជាប្រភេទ file Excel សិនដើម្បីយកមកបំពេញការបំពេញគឺត្រូវបំពេញព័ត៌មានមុខទំនិញដូចគ្នាទៅនឹងការបំពេញវិធីទី1ដែរដោយជួរទី1បំពេញព័ត៌មានសម្រាប់មុខទំនិញ1ជួរទី2បំពេញព័ត៌មានសម្រាប់មុខទំនិញ2បន្តបន្ទាប់រហូតទាល់តែអស់មុខទំនិញដែលមានក្នុងវិក័យប័ត្របំពេញរួចរាល់ត្រូវរក្សា file ទុកលើកុំព្យូទ័រហើយ upload file នោះទៅលើប្រព័ន្ធដោយចុចលើប៊ូតុងផ្ទុកឡើងទម្រង់គំរូជ្រើសរើស file សម្រាប់ upload និងចុចលើប៊ូតុងដាក់ស្នើនោះនឹងលោតអក្សរសម្គាល់ upload successfully សម្រាប់ផ្នែកការទូទាត់និងផ្សេងទៀតពេលចូលទៅដល់ទម្រង់បំពេញទិន្នន័យយើងនឹងឃើញចំនួនទឹកប្រាក់ដោយស្វ័យប្រវត្តិដោយផ្អែកលើព័ត៌មានមុខទំនិញដែលយើងបានបំពេញរួចរាល់ក្នុងផ្នែកមុននេះឯងអញ្ចឹងអ្នកប្រើគ្រាន់តែជ្រើសរើសមាត់ច្រកចេញចូលនិងការិយាល័យដាក់ប្រតិវេតក្នុងផ្នែកនេះរួចបន្តទៅបំពេញទិន្នន័យក្នុងផ្នែកបន្ទាប់ឥឡូវយើងមកដល់ដំណាក់កាលចុងក្រោយហើយនៅក្នុងផ្នែកនេះអ្នកប្រើត្រូវត្រៀមឯកសារយោងរក្សាទុកក្នុងកុំព្យូទ័រជាមុនសម្រាប់ upload ដើម្បីងាយស្រួលនៅពេលត្រូវ upload ឯកសារយោងចូលឯកសារយោងនេះអាចខុសគ្នាខ្លះរវាងការស្នើសុំនាំចូលនិងការស្នើសុំនាំចេញសម្រាប់ករណីនេះឯកសារយោងត្រូវភ្ជាប់មានដូចជាបញ្ជីឈ្មោះឱសថវិក័យប័ត្រផ្លូវអាកាសឬវិក័យប័ត្រផ្លូវគោកឬអាជ្ញាតប័ណ្ណផ្លូវគោកទៅតាមមធ្យោបាយដឹកជញ្ជូនបញ្ជីវេចខ្ចប់ពាក្យស្នើសុំវិក័យប័ត្រពាណិជ្ជកម្មវិញ្ញាបនបត្របញ្ជីការឱសថសេចក្តីសម្រេចស្តីពីការបើកគ្រឹះស្ថានអាហារនីហារ៉ាន់បន្ទាប់ពីបានអាប់ឡូតឯកសារយោងរួចហើយអ្នកប្រើកុំភ្លេចវាយបញ្ចូលលេខឯកសារយោងនិងកាលបរិច្ឆេទឲ្យបានត្រឹមត្រូវករណីឯកសារយោងត្រូវភ្ជាប់មានចំនួនច្រើនអ្នកប្រើចូលទៅកាន់បុកបន្ថែមថ្មីរួចជ្រើសរើសប្រភេទឯកសារទៅតាមប្រភេទឯកសារដែលត្រូវបន្ថែមនៅទីនេះចង់បញ្ជាក់ថាអ្នកប្រើអាចសេវឯកសារជាប្រភេទ file PDF ហើយ file នីមួយៗត្រូវមានទំហំតូចជាង5 MB បន្ទាប់ពីបានបំពេញទិន្នន័យនិងបញ្ចូលឯកសារយោងគ្រប់គ្រាន់ហើយអ្នកប្រើត្រូវចុចលើប៊ូតុង Preview ជាមុនសិនដើម្បីពិនិត្យមើលឲ្យប្រាកដថាព័ត៌មានដែលបានបំពេញក្នុងសេចក្តីព្រាងពាក្យស្នើសុំនេះត្រឹមត្រូវនិងគ្រប់គ្រាន់នៅពេលឯកសារមិនទាន់បានដាក់ស្នើទេនោះប្រសិនបើអ្នកប្រើ Preview ឃើញថាមានចំណុចខុសឬមិនទាន់បានបំពេញត្រឹមត្រូវនោះទេអ្នកប្រើអាចចូលទៅកាន់ចំណុចដែលត្រូវកែតម្រូវនោះរួចធ្វើការកែតម្រូវជាការស្រេចក្រោយពីពិនិត្យរួចរាល់ឃើញថាត្រឹមត្រូវហើយអ្នកប្រើចុចលើប៊ូតុងដាក់ស្នើរបៀបពិនិត្យដំណាក់កាលនៃឯកសារបន្ទាប់ពីដាក់ស្នើរួចរាល់អ្នកប្រើអាចតាមដានមើលដំណាក់កាលនៃការងារ process ឯកសារដែលមានតាមដំណាក់កាលដូចជាសេចក្តីព្រាងបានដាក់ស្នើបានផ្ទៀងផ្ទាត់ទូទាត់សងបង់ប្រាក់បានពិនិត្យបានអនុម័តឬតាមរយៈការចុចប៊ូតុង View Stage ក្រោយដាក់ស្នើរួចករណីឯកសារត្រូវបានបញ្ជូនត្រឡប់វិញអ្នកប្រើនឹងឃើញនៅកន្លែងត្រឡប់វិញដើម្បីពិនិត្យ
និងកែតម្រូវវិញអ្នកប្រើចុចត្រង់ត្រឡប់វិញបន្ទាប់មកចុចត្រង់ចំណុចចុច3រួចចុចលើកែប្រែបន្ទាប់មកចុចលើយល់ព្រមរួចឯកសារនឹងបដូរទៅជាសេចក្តីព្រាងវិញអ្នកប្រើចូលទៅកាន់ការទូទាត់និងផ្សេងទៀតនោះអ្នកប្រើអាចពិនិត្យមើលការណែនាំត្រង់កំណត់សម្គាល់ការឲ្យត្រឡប់វិញរួចអ្នកប្រើធ្វើការកែតម្រូវតាមការណែនាំនិងដាក់ស្នើឡើងវិញជាការស្រេចការទូទាត់សេវាការងារប្រសេសឯកសារតម្រូវឲ្យអ្នកស្នើសុំទូទាត់សេវាសាធារណៈដោយដែលមានកំណត់ក្នុងការប្រកាសអន្តរក្រសួងរវាងក្រសួងសុខាភិបាលនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមរយៈការតាមដានមើលដំណាក់កាលនៃការងារប្រសេសឯកសារខាងលើបើសិនអ្នកប្រើឃើញ pending payment បានន័យថាតម្រូវឲ្យយើងទូទាត់សេវានេះហើយវិធីម្យ៉ាងទៀតអ្នកប្រើក៏អាចឃើញនៅតាបឡូអ្នកប្រើដំបូងរបស់យើងដូចដែលមាននៅក្នុងប្រអប់ពណ៌ក្រហមដែលមានដាក់ពាក្យខាងក្នុងប្រអប់ថាទូទាត់ប្រាក់ចុចលើប្រអប់ទូទាត់ប្រាក់រួចអ្នកប្រើនឹងឃើញតារាងបញ្ជីពាក្យស្នើសុំដែលរងចាំឲ្យយើងទូទាត់សេវា Select លើឯកសារណាមួយដែលយើងចង់ទូទាត់សេវារួចចុចលើ icon បន្ត3ត្រួតលើគ្នាចុចលើពាក្យបន្តដែលលោតចេញមកក្នុងទំព័របន្ទាប់អ្នកប្រើត្រូវចុចផ្នែកការទូទាត់នោះនឹងឃើញតម្លៃសេវាដែលត្រូវទូទាត់ក្នុងផ្នែកនេះអ្នកប្រើត្រូវចុចលើប៊ូតុងពណ៌ខៀវដែលមានពាក្យថា Generate Payment Advice និងចុចយល់ព្រមក្នុងអេក្រង់ដែលលោតចេញមកបន្ទាប់លេខ10ខ្ទង់ត្រូវបានបង្កើតនិងបង្ហាញនៅក្នុងអេក្រង់លោតចេញមកបន្ទាប់ចុចលើពាក្យ Continue នោះអ្នកប្រើនឹងត្រឡប់ទៅទំព័រមុនដែលលើកនេះយើងនឹងឃើញនៅផ្នែកខាងក្រោមឆ្វេងមានប្រអប់រូបដៃកាន់លុយសម្រាប់ឲ្យចុចបើសិនជាអ្នកប្រើជ្រើសរើសការទូទាត់សេវានៅតាមបញ្ចូលបង់ប្រាក់របស់ក្រសួងឬស្លាកសញ្ញាធនាគារ Aclida សម្រាប់ការទូទាត់សេវាតាមអនឡាញសម្រាប់ការទូទាត់សេវានៅតាមបញ្ចូលបង់ប្រាក់របស់ក្រសួងសុខាភិបាលអ្នកប្រើត្រូវចុចលើប្រអប់រូបដៃកាន់លុយដើម្បីទាញយក Payment Advice ក្នុងទម្រង់ file PDF អ្នកប្រើ Print Payment Advice នេះចេញរួចយកទៅច្រកចេញចូលតែមួយរបស់ក្រសួងសុខាភិបាលនោះមន្ត្រីច្រកចេញចូលតែមួយរបស់ក្រសួងសុខាភិបាលនឹងណែនាំពីរបៀបទូទាត់សេវានេះសម្រាប់ការទូទាត់សេវាតាមអនឡាញអ្នកប្រើត្រូវចុចលើប្រអប់ស្លាកសញ្ញាធនាគារហើយនៅទំព័របន្ទាប់ចុចលើ Pay Now នោះប្រព័ន្ធនឹងបង្ហាញកូដ QR ដែលអ្នកប្រើអាចទូទាត់តាមកម្មវិធី Aclida Mobile បន្ទាប់ពីបានទូទាត់សេវាតាមកូដ QR រួចរាល់នោះប្រព័ន្ធនឹងបង្ហាញ Payment Successful បន្ទាប់ពីទូទាត់សេវារួចរាល់បន្តទៀតអ្នកប្រើត្រូវរងចាំអនុម័តឯកសារពីក្រសួងសុខាភិបាលអញ្ចឹងការងារដាក់ស្នើសុំលិខិតអនុញ្ញាតពីក្រសួងសុខាភិបាលមានតែប៉ុណ្ណឹងសម្រាប់ការដាក់ពាក្យលើក្រោយទៀតអ្នកប្រើអាចពន្លឿនការងារវិបញ្ចូលទិន្នន័យតាមរយៈការបង្កើតសេចក្តីព្រាងពាក្យស្នើសុំថ្មីដោយគ្រាន់តែចម្លងពាក្យស្នើសុំលើកមុននិងធ្វើការកែសម្រួលព័ត៌មានចាំបាច់មួយចំនួនបាន